ស្របពេលនឹងកម្ដៅនៅតាមព្រំដែនកំពុងតែកើនឡើងខ្លាំងអាចនឹងមានការផ្ទុះអាវុធសារជាថ្មីលោក Alvaro បានហោះមកដល់ប្រទេសកម្ពុជាម្ដងទៀតដើម្បីផ្សព្វផ្សាយទៅកាន់ពិភពលោកពីការឈ្លានពានរបស់សៀមមកលើទឹកដីខ្មែរការមកដល់របស់លោក Alvaro គឺជារឿងដែលល្អដើម្បីជួយបង្អាក់កុំឲ្យមានការផ្ទុះអាវុធឡើងវិញម្ដងទៀតដោយនៅថ្ងៃទី25ខែកញ្ញាឆ្នាំ2025នេះក្រសួងការពារជាតិបានប្រកាសព័ត៌មានថាមានស្នូកំភ្លើងបានលាន់ឮពីភាគីថៃចំនួនជាច្រើនកន្លែងចាប់តាំងពីម៉ោង2រំលងអាធ្រាត្រនៃថ្ងៃទី25ខែកញ្ញាមករហូតដល់ម៉ោង4រសៀលក្នុងនោះនៅម៉ោង2:57រំលងអាធ្រាត្ររហូតដល់ម៉ោង7:00នាទីព្រឹកសរុបស្នូកំភ្លើងឮចំនួន4គ្រាប់ចំណែកឯភូមិសាស្ត្រច្រកអានសេះនៅម៉ោង4:58នាទីឮស្នូកំភ្លើងចំនួន1គ្រាប់ពីភាគីសៀមតំបន់ភូមិសាស្ត្រប្រលានថ្មបោះស្បូវនិងចំតែឬស្នូកំភ្លើងច្រើនជាងគេចំនួន25ទៅ30គ្រាប់ពីភាគីសៀមដែលបានបាញ់ចាប់តាំងពីម៉ោង4:48រសៀលរហូតដល់ម៉ោង5:00នាទីតាមរយៈការប្រកាសព័ត៌មាននេះគឺបង្ហាញថាកម្ដៅនៅតាមបណ្ដោយព្រំដែនកំពុងតែកើនឡើងកម្ដៅខ្លាំងដែលអាចនឹងមានការផ្ទុះសង្គ្រាមសារជាថ្មីក្នុងនោះផងដែរពលរដ្ឋនៅតាមបណ្ដោយព្រំដែនក៏ចាប់ផ្ដើមធ្វើការជំលៀសខ្លួនទៅកាន់ជំរំមានសុវត្ថិភាពម្ដងទៀតគេចេញច្រើនណាស់ក្នុងភូមិបងចេញច្រើនចេញតអ្នកខ្លះចេញតាំងពីយប់អីចឹងទទួលព័ត៌មានពីមិនបានណែចាក់ចេញឮថាអត់ស្រួលបងទេមកថាអត់ស្រួលឲ្យចេញចឹងបងគាត់ធ្វើការនៅណាគាត់ទៅហ៊ាននៅជួរមុខតែម្ដងឮព័ត៌មានបែបណាបានបងសម្រាប់ចិត្តវិចអីនាំនិយាយមកទៅជំនុំភាសាដោយសារតែបងខ្ញុំជាកងទ័ពជួរមុខគាត់ថាភាពកម្មសិលស្រួលគាត់ឲ្យប្រាប់យាយថាឲ្យចេញមកមុននេះយើងទៅជំរុំណាទៅក្នុងកបោស្នូគ្រាប់កំភ្លើងដែលផ្ទុះពីភាគីសៀមគឺជាសញ្ញាមួយដែលសៀមមានគោលបំណងក្នុងការធ្វើតេស្តមកលើការអត់ធ្មត់របស់ប្រទេសកម្ពុជាដោយសៀមមិនហ៊ានចេញមុខត្រង់ក្នុងការបង្កសង្គ្រាមឡើងវិញសៀមក៏កោតញញើតចំពោះបទជប់បាញ់ដោយផ្ដួចផ្ដើមឡើងដោយសហរដ្ឋអាមេរិកយ៉ាងណាក៏ដោយការផ្ទុះសូរសំឡេងកំភ្លើងពីភាគីសៀមនិងការចល័តតបរបស់ភាគីសៀមគឺជាសញ្ញាមួយដែលបង្ហាញពីភាពកើនឡើងនៅកម្ដៅតាមព្រំដែនដែលភាគីកម្ពុជាត្រូវតែប្រុងជើងការជាប់ជានិច្ចម៉ែខ្ញុំអីទៅនឹងទេមានធូបទៀតបាទនេះធ្វើការលឿនជាងកំភ្លើងទៀតហើយពេលថោនេះសោវាយអស់កន្លះអត់ប៉ុណ្ណឹងណាចង់តាមទៅគ្របនេះចំណាប់អារម្មណ៍ពីវត្តមានរបស់លោក Alvaro ឯនេះវិញចំពេលដែលកម្ដៅតាមបណ្ដោយព្រំដែនរៀបនឹងផ្ទុះអាវុធសារជាថ្មីលោក D Alvaro បានព្យាយាមក្នុងការផ្សព្វផ្សាយទៅកាន់ពិភពលោកឲ្យបានឃើញពីផលវិបាកដែលរងឥទ្ធិពលពីការឈ្លានពានរបស់សៀមមកលើកម្ពុជាព្រមទាំងការស្រែករកសន្តិភាពជូនប្រទេសកម្ពុជាផងដែរPrejan village. We're at the Prejan village. Oh, thank you, Akon. America, Cambodia needs peace. President Trump, Cambodia needs peace. Oh, wonderful. Look at this. In the midst of a war, the Cambodian people are rallying for peace. That their voice, big media, do not silence them. Hear their cries, hear their struggles, feel their pain. Follow us, share this post, share the message. Cambodia wants peace, but Cambodia needs peace. Cambodia needs peace. ពូគាត់និយាយរឿងហ្នឹងទៅក្មួយដូចជាមានអារម្មណ៍មួយសោកសៅដូចជាមានអារម្មណ៍មួយឈឺចាប់អញ្ចឹងតែអារម្មណ៍ហ្នឹងវាកាត់ឡើងពីហេតុអីដែរគួរហេតុអីក្មួយហេតុអី Headache? Well, do you drink water? Do you drink some water? He said that because the Thailand invasion. Thailand invasion? Okay. I see him very sad. Yeah. Ask him why. He said because Thailand invasion. I see. Yeah. Very, បាញ់ហ្នឹងតែមិននៅផ្ទះអត់ទេពេលគេបាញ់ហ្នឹងទៅដេកពេទ្យដល់ពេលគេថាថ្ងៃ24បាញ់ហ្នឹងក៏ដុកកូនទូចនេះមកពីពេទ្យទាំងសរោម
mà đo té cô hot vô thọn đại còn thế her daughter is in the hospital and at the time when the news coming out that the Thai force being shot and drop bomb into Cambodia territory, she brought her daughter and run. What was going through your mind when you were running for your life? តើពេលហ្នឹងអ្នកមីងបានគិតអីទេនៅពេលដែលយើងរត់មកភ្លាមៗហ្នឹង គិតអីគិតថាធ្វើមិនឲ្យយកកូនចៅយកតកូននឹងមករួចហើយទៅក៏ចូលដៅសិនអត់តាន់មករួចទេតថ្ងៃទី25ម៉ោង3ទៀបភ្លឺវាស្ងាត់បានរត់មកពោ5000នេះ nothing just grab her daughter and run but at the time cannot run through here because they still drop more bomb and shooting so she get into the tunnel Wow. When's the last Have you been to school recently? ក្មួយបានទៅរៀនអត់មួយរយៈចុងក្រោយហ្នឹង No. How long? 2 months. 2 months. Oh, how long have you been here? 2 months? 2 months. So what happened with how did you end up here? What happened? Did មិនបានក្មួយមកដល់នេះភៀសខ្លួន flee from the home this place from family. Do you know if your home's still safe to ផ្ទះ return? អ្នកមីងមិនដែរផ្ទះអ្នកមីង តែអត់អីទេលោកពូប៉ុន្តែបានទៅ The time that they are running the bomb is dropping around their house. Wow. Yeah. And you just gathered everything and you fled. ហើយពេលហ្នឹងអង្គប្រមូលអីសម្ភារៈអីមកតាន់ពេលទេរត់មក No, cannot gather most of the thing, just running. No clothes, nothing. Just come here and then buy some clothes and get some clothes from the donor. Wow. She has 5 grandchildren. 5 grandchildren. Yep. Was anyone in your house like part of the military or police? តើមានសមាជិកគ្រួសាររបស់អ៊ំនឹងជាប៉ូលីសឬក៏ជាទាហានទេអ៊ំ No. So there was no police and there was no military presence at your house. Yeah, no. But the She said that please the President Donald Trump have Cambodia so that we can get peace back. We just want peace. Our field we already planted and now cannot harvest because of the situation. Wow. Well, I will make sure that your story is amplified around the world. That Cambodia wants peace. You deserve your home, and you deserve justice. ខ្ញុំនឹងធ្វើការផ្សព្វផ្សាយនៅសារមួយនេះទៅកាន់ពិភពលោកហើយកម្ពុជាគួរណាតែទទួលបានសុខសន្តិភាព And after today, បន្ទាប់ពីថ្ងៃនេះ millions of people around the world មនុស្សរាប់លានអ្នកនៅជុំវិញពិភពលោក will cry with you. នឹងយំជាមួយគ្នា And they will tell their families, their communities, their government ហើយគេនឹងប្រាប់ទៅគ្រួសារទៅសហគមន៍និងទៅរដ្ឋាភិបាលរបស់គេ that your voice is their voice. សំឡេងរបស់មួយគឺជាសំឡេងរបស់ពួកគេ I'm proud of you. ខ្ញុំមានមោទនភាពចំពោះមួយ I'm sure you're a good granddaughter to your grandma and grandpa. គឺជាចៅស្រីដ៏ល្អសម្រាប់តានិងយាយរបស់មួយ នៅកុំឲ្យមានសង្គ្រាមមកឈ្លានពានប្រទេសកម្ពុជា She want peace. She do not want war. Cambodia need peace.